ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Fornisat ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីការបរាជ័យរបស់អង្គភាពអាជីវកម្មយកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីមូលហេតុនិងកត្តាផ្សេងៗដែលនាំឲ្យអង្គភាពអាជីវកម្មត្រូវខ្សែធនឬបាត់មុខពីទីផ្សារតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើហេតុអ្វីបានជាអង្គភាពអាជីវកម្មបរាជ័យនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពីកត្តាមួយចំនួនដែលបណ្ដាលឲ្យអង្គភាពអាជីវកម្មបរាជ័យឬខ្សែធនសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Operation Management របស់លោក William J. Stevenson បោះពុម្ពលើកទី14ក្នុងឆ្នាំ2021នៅចំពោះទី2ទំព័រទី43បានប្រាប់យើងអំពីកត្តាមួយចំនួនដែលបណ្ដាលអង្គភាពអាជីវកម្មបរាជ័យហើយអ្វីបានជាអង្គភាពអាជីវកម្មបរាជ័យខាងក្រោមនេះជាមូលហេតុទាំង7ដែលបណ្ដាលឲ្យអង្គភាពអាជីវកម្មបរាជ័យទី1អង្គភាពអាជីវកម្មមិនយកចិត្តទុកដាក់លើយុទ្ធសាស្ត្រប្រតិបត្តិការនៅពេលដែលប្រតិបត្តិការរបស់អង្គភាពអាជីវកម្មមិនផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រឬគោលដៅរបស់ក្រុមហ៊ុននោះក្រុមហ៊ុនមិនអាចប្រកួតប្រជែងបានយ៉ាងមានប្រសិទ្ធភាពឡើយឧទាហរណ៍អង្គភាពអាជីវកម្មចង់ប្រកួតប្រជែងដោយប្រើប្រាស់ low cost ប៉ុន្តែប្រតិបត្តិការរបស់អង្គភាពមិនអាចសម្រេចបានយ៉ាងមានប្រសិទ្ធភាពហើយចំណាយខ្ពស់កត្តានេះបណ្ដាលឲ្យអង្គភាពអាជីវកម្មបរាជ័យទី2អង្គភាពអាជីវកម្មបរាជ័យក្នុងការទាញយកភាពខ្លាំងនិងឱកាសរបស់ខ្លួនឬបរាជ័យក្នុងការទទួលយកការគំរាមកំហែងអង្គភាពអាជីវកម្មត្រូវយល់ឲ្យច្បាស់ពីភាពខ្លាំងនិងភាពកំសោយផ្ទៃក្នុងរបស់ខ្លួនព្រមទាំងឱកាសនិងការគំរាមកំហែងដែលស្ថិតនៅផ្នែកខាងក្រៅហើយមានឥទ្ធិពលមកលើអង្គភាពឧទាហរណ៍ក្រុមហ៊ុន Kodak បរាជ័យក្នុងការប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនដើម្បីបង្កើតរូបភាព Digital ហើយប្រងើយកន្តើយនឹងការផលិតកាមេរ៉ា Digital ជាហេតុនាំឲ្យក្រុមហ៊ុននេះខ្សែធនទី3អង្គភាពអាជីវកម្មសង្កត់ធ្ងន់លើផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលខ្លីខ្លាំងពេកដោយកាត់បន្ថយការចំណាយលើការស្រាវជ្រាវនិងការអភិវឌ្ឍកាត់បន្ថយការបណ្ដុះបណ្ដាលធនធានមនុស្សនិងកាត់បន្ថយការវិនិយោគលើម៉ាស៊ីនឬសម្ភារៈទំនើបដោយខ្លាចបាត់បង់ប្រាក់ចំណេញរយៈពេលខ្លីរបស់ខ្លួនជាហេតុនាំឲ្យអង្គភាពអាជីវកម្មបរាជ័យឧទាហរណ៍ក្រុមហ៊ុនបច្ចេកវិទ្យាដែលឈប់វិនិយោគលើការបង្កើតផលិតផលថ្មីដោយសារតែផ្ដោតទៅលើប្រាក់ចំណេញរយៈពេលខ្លីនិងដើរពីក្រោយគូប្រជែងរបស់ខ្លួនទី4អង្គភាពអាជីវកម្មផ្ដោតលើការរចនាផលិតផលខ្លាំងជាងការរចនាដំណើរការឬប្រតិបត្តិការដែលបណ្ដាលឲ្យផលិតកម្មយឺតយ៉ាវថ្លៃដើមខ្ពស់និងគ្មាននិរន្តរភាពឧទាហរណ៍ក្រុមហ៊ុនផលិត Smartphone ដែលផ្ដោតលើមុខងារជាច្រើនដូចជាកាមេរ៉ាទំហំថ្មនិងរូបរាងទាក់ទាញប៉ុន្តែមានបញ្ហាក្នុងដំណើរការផលិតញឹកញាប់និងធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនខូចកេរ្តិ៍ឈ្មោះនៅលើទីផ្សារទី5អង្គភាពអាជីវកម្មប្រងើយកន្តើយលើការវិនិយោគលើធនធានមនុស្សនិងមូលធនដោយប្រើប្រាស់ម៉ាស៊ីនចាស់ៗដែលធ្វើឲ្យការផលិតគ្មានប្រសិទ្ធភាពកាត់បន្ថយគុណភាពម្យ៉ាងទៀតបុគ្គលិកដែលមិនបានទទួលការបណ្ដុះបណ្ដាលនឹងធ្វើឲ្យមានកំហុសជាច្រើនក្នុងការផលិតនិងគ្មានការខិតខំប្រឹងប្រែងក្នុងការធ្វើការងារឧទាហរណ៍រោងចក្រដែលប្រើប្រាស់ម៉ាស៊ីនចាស់ៗមិនទាន់សម័យមិនអាចប្រកួតប្រជែងជាមួយនឹងគូប្រជែងដែលប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនិងទំនើបទាន់សម័យបានឡើយទី6អង្គភាពអាជីវកម្មមិនមានទំនាក់ទំនងផ្ទៃក្នុងនិងកិច្ចសហការល្អដែលបណ្ដាលមកពីការសម្រេចចិត្តជាឯកច្ឆន្ទមានចំនួនផ្ទៃក្នុងបង្កើតបកពួកនិងបុគ្គលិកមើលបំណាំគ្នាទៅវិញទៅមកឧទាហរណ៍បុគ្គលិកផ្នែក Marketing សន្យាជាមួយអតិថិជនដោយផ្ដល់ការដឹកជញ្ជូនរហ័សប៉ុន្តែផ្នែកប្រតិបត្តិការមិនអាចផលិតទំនិញជូនអតិថិជនទាន់ពេលវេលាបានឡើយដែលនាំឲ្យអង្គភាពអាជីវកម្មមិនអាចឆ្លើយតបតាមតម្រូវការរបស់អតិថិជនទី7អង្គភាពអាជីវកម្មប្រងើយកន្តើយអំពីការចង់បាននិងតម្រូវការរបស់អតិថិជនដោយផលិតទំនិញឬផ្ដល់សេវាកម្មមិនអាចបំពេញតាមការចង់បានរបស់អតិថិជនឧទាហរណ៍ក្រុមហ៊ុនមិនយកចិត្តទុកដាក់លើការត្អូញត្អែររបស់អតិថិជនលើគុណភាពសេវាកម្មរបស់ខ្លួននិងបាត់បង់ទីផ្សារសរុបជារួមមកអង្គភាពអាជីវកម្មបរាជ័យដោយសារតែមិនយកចិត្តទុកដាក់លើយុទ្ធសាស្ត្រប្រតិបត្តិការបរាជ័យក្នុងការទាញយកភាពខ្លាំងនិងឱកាសរបស់ខ្លួនឬបរាជ័យក្នុងការទទួលយកការគំរាមកំហែងសង្កត់ធ្ងន់លើផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលខ្លីខ្លាំងពេកផ្ដោតលើការរចនាផលិតផលខ្លាំងជាងការរៀបចំដំណើរការប្រងើយកន្តើយលើការវិនិយោគធនធានមនុស្សនិងមូលធនមិនមានទំនាក់ទំនងផ្ទៃក្នុងឬកិច្ចសហការល្អនិងប្រងើយកន្តើយអំពីការចង់បាននិងតម្រូវការរបស់អតិថិជនខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីមូលហេតុមួយចំនួនដែលបណ្ដាលឲ្យអង្គភាពអាជីវកម្មបរាជ័យនិងបាត់មុខពីទីផ្សារសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត